កម្រងបរិយាទីលៀងមិនផ្ដោតត្រឹមតែការរស់នៅទេគឺយើងនឹងរៀបចំនៅមានតំបន់ឧស្សាហកម្មពីព្រោះថាដីដែលយើងបានវិនិយោគនៅខាងក្រៅបរិយាយើង20ហិកតានេះគឺយើងកំពុងតែសហការជាមួយនឹងដៃគូដើម្បីបង្កើតនៅ Green Industry Zone មួយសូមអបសាទរក្រោមចូលឡើងដើម្បីគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាកម្រងបរិយាទីលៀងមិនផ្ដោតត្រឹមតែការរស់នៅទេគឺយើងនឹងរៀបចំនៅមានតំបន់ឧស្សាហកម្មពីព្រោះថាដីដែលយើងបានវិនិយោគនៅខាងក្រៅបរិយាយើង20ហិកតានេះគឺយើងកំពុងតែសហការជាមួយនឹងដៃគូដើម្បីបង្កើតនៅ Green Industry Zone មួយអញ្ចឹងឱកាសអាជីវកម្មសម្រាប់លោកស្រីដែលមានបំណងឬក៏បានកំពុងស្នាក់នៅហើយបាននឹងវិនិយោគនៅក្នុងបរិយាទីលៀងនឹងទទួលបានផ្លែផ្កាហើយខ្ញុំក៏មានក្រុមហ៊ុនមួយដែរគឺសម្រាប់វិនិយោគទៅលើផលិតផលកសិកម្មគឺស្វាយចន្ទីអញ្ចឹងខ្ញុំសង្ឃឹមថាតិចទៀតទៅយើងនឹងមានទីផ្សារសម្រាប់ឲ្យលោកស្រីនៅទីនេះបាទបង្កើននៅចំណូលពីព្រោះថាអាជីវកម្មនេះគឺជាអាជីវកម្មដែលរដ្ឋាភិបាលផ្ដល់អាទិភាពសម្រាប់ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាយើងកែប្រែជាប្រទេសដែលនាំចេញ raw material ទៅលើផលិតផលស្វាយចន្ទីទៅជាផលិតផលសម្រាប់ដែលយើងនឹងទទួលបាននៅផ្លែផ្កាច្រើនសម្រាប់ក្នុងការវិនិយោគនេះចក្ខុវិស័យនឹងការបដិញ្ញាចិត្តពីនៅវិជ្ជាមណ្ឌលបណ្ដុំការសហគ្រិនឌីជីថលបាទពាក្យហ្នឹងគឺពាក្យជាឈ្មោះផងប៉ុន្តែជា commitment របស់យើងដើម្បីឲ្យអ្នកទាំងអស់គ្នាបំលែងអាជីវកម្មលើហ្នឹងខ្ញុំសូមអ្នកទាំងអស់គ្នាចូលរួមនៅក្នុងការវគ្គបណ្ដុំដាលរបស់យើងផ្សេងៗនិងចូលរួមគ្នាដើម្បីអភិវឌ្ឍកន្លែងមួយនេះឲ្យក្លាយទៅជាកន្លែងនៃអាជីវកម្មបែបឌីជីថលកម្រិតអាស៊ានទៅលើនឹងជាមួយគ្នាបាទការហាត់ប្រាណគឺយើងត្រូវតែចំណាយពេលតែ 0.4% តែប៉ុណ្ណោះក្នុងរយៈពេល24ម៉ោងដែលយើងមាន gifted every single day the same អញ្ចឹងខ្ញុំគិតថាការហាត់ប្រាណរយៈពេលតែកន្លះម៉ោងឬ1ម៉ោងក្នុងមួយថ្ងៃពិតជាមានតម្លៃហើយក៏វាជាការវិនិយោគទៅលើសុខភាពរយៈពេល long term របស់យើងផងដែរLet